សួស្តីបងប្អូនថ្ងៃនេះមកចង់បង្ហាញរោងកូនឈើដែលទៅបើកថ្មីបន្តិចបងប្អូននេះយើងទៅបញ្ចប់ដើមរ៉ូស៊ីលក់កូនឈើដំបូងបងប្អូនអត់ដែលរ៉ូទេពីមុនមកនេះទៅបញ្ចប់ដើមអញ្ចឹងក្នុងវីដេអូនេះខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនណាដែលមិនហ៊ានដែលខ្លាចគេនិយាយដែលខ្លាចបរាជ័យបងប្អូនត្រូវហ៊ានចាប់ដើមរ៉ូស៊ីទាំងអស់គ្នាបងប្អូនតោះខ្ញុំនឹងប្រាប់ពី6ចំណុចដែលបងប្អូនហ៊ានចាប់ដើមរ៉ូស៊ីទី1គឺរើសមុខរបរដែលបងប្អូនចូលចិត្តបងប្អូនចូលចិត្តអីបងប្អូនធ្វើនឹងទៅបងប្អូនកុំខ្លាចបរាជ័យបងប្អូនតើតាហ៊ានចាប់ដើមបានយើងជោគជ័យអញ្ចឹងបងប្អូនទី2សិក្សាទីផ្សារបងប្អូនយើងត្រូវមើលតើយើងចង់រកអីឧបមាថាយើងចង់លក់កូនឈើដូចខ្ញុំយើងសិក្សាមើលទីផ្សារចិត្តអ្នកភូមិយើងមើលគេចូលចិត្តដាំដោះអត់មានអ្នកលក់ច្រើនអត់នៅក្នុងភូមិយើងនឹងគេចូលចិត្តធ្វើអីគេចូលចិត្តដាំអីអញ្ចឹងយើងអាចដឹងហើយបងប្អូនយើងអាចដឹងហើយយើងអាចកំណត់ថាយើងចូលចិត្តអីយើងត្រូវរកអីបានហើយសំខាន់យើងកុំខ្លាចសិនបងប្អូនត្រូវហ៊ានចាប់ដើមរោចាប់ដើមពីឥឡូវនេះយើងទើបអាចជោគជ័យទៅថ្ងៃក្រោយបានតែបើសិនតែបងប្អូនមិនហ៊ានទេយើងនៅតែអញ្ចឹងបងប្អូនទៅមុខមិនរួចទេទី3យើងចាប់ដើមពីតូចទៅធំបងប្អូនអញ្ចឹងរឿងការងារអីក៏ដោយរ៉ូស៊ីក៏ដោយធ្វើការក៏ដោយយើងចាប់ដើមពីតូចទៅធំយើងកុំឲ្យឃើញគេធ្វើធំយើងទៅធ្វើធំតាមគេយើងទៅអត់រួចទេយើងមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងបងប្អូនយើងមានតិចយើងធ្វើតិចយើងមានច្រើនយើងធ្វើច្រើនធ្វើពី1ដល់100បងប្អូនណាធ្វើពី1ដល់100យើងធ្វើបដើយើងរៀនពីការរ៉ូស៊ីនឹងបដើយើងយូរទៅការងាររបស់រ៉ូស៊ីទាំងអស់ហ្នឹងវាអ្នកបរិញ្ញាយើងទេបងប្អូនវាអ្នកបរិញ្ញាយើងទេមុនដំបូងមានអ្នកណាចេះទេបងប្អូនតើតែរៀនមិនចេះយើងរៀនទៅយើងរៀនបដើយើងមានបទពិសោធន៍ពីអាការងារពីតូចដែលយើងធ្វើរងថ្ងៃនឹងបដើយូរទៅយើងស្ទាត់ហើយបងប្អូនយើងស្ទាត់ហើយតែបើសិនបងប្អូនអត់ហ៊ានធ្វើវានៅតែអញ្ចឹងបងប្អូនទី4ហ្នឹងគឺត្រូវរៀបចំចំណូលចំណាយឲ្យបានច្បាស់លាស់អញ្ចឹងនៅពេលដែលបងប្អូនរៀបចំរ៉ូស៊ីតូចក៏ដោយធំក៏ដោយបងប្អូនត្រូវចេះរៀបចំចំណូលចំណាយចំណូលចំណាយទៅលើអីខ្លះចំណូលមកលើអីខ្លះត្រូវតែច្បាស់បើសិនតែបងប្អូនអត់ចេះរៀបចំចំណូលចំណាយច្បាស់ទេអាការរ៉ូស៊ីបងប្អូនហ្នឹងពិបាកដែរអស់ដើមអស់ចុងលុយអស់មិនដឹងទៅឯណាធ្វើអីក៏មិនដឹងទៅឯណាយើងអត់បានកត់អត់មានវិជីស្នាមអីច្បាស់លាស់អាហ្នឹងអត់កើតទេបងប្អូនយើងត្រូវដឹងថាយើងទិញអីខ្លះអស់ប្រមាណចំណាយប្រមាណលើអីខ្លះអញ្ចឹងណាបងប្អូនរឿងទី5យើងត្រូវចេះផ្សព្វផ្សាយពីផលិតផលដែលយើងមានអញ្ចឹងយើងបើកសម័យនេះសម័យ Facebook សម័យ AI បងប្អូនអើយបើសិនតែយើងអត់ចេះផ្សព្វផ្សាយឲ្យគេស្គាល់ទេมันមានណាគេមកទិញយើងទេអញ្ចឹងយើងចង់លក់ផលិតផលអីយើងត្រូវចេះផ្សព្វផ្សាយឲ្យគេដឹងពីផលិតផលនឹងដូចជា TikTok ដូចជា Facebook ដូចជា YouTube អញ្ចឹងបងប្អូនសម័យ YouTube Facebook នេះយើងផុសទៅបងប្អូនយើងផុសបានគេស្គាល់បើយើងអត់ផុសគេអត់ស្គាល់យើងអត់ដឹងតែយើងលក់អីទេអញ្ចឹងគេអត់ដឹងតែយើងលក់អីគេមកទិញអត់កើតទេអញ្ចឹងយើងផុសទៅបងប្អូនយើងផុសយើងលក់សាប៊ូយើងផុសសាប៊ូយើងលក់ថ្នាំយើងផុសថ្នាំផុសអ្វីដែលយើងរ៉ូស៊ីហ្នឹងយើងផុសជារឿងរងថ្ងៃទៅដើម្បីឲ្យគេដឹងថាយើងអ្នកលក់មុខរបរហ្នឹងអ្នកធ្វើរឿងហ្នឹងបើសិនតែយើងអត់ហ៊ានផុសអត់ហ៊ានធ្វើទេអត់មានណាគេស្គាល់ទេបងប្អូនឥឡូវ Facebook សឹងអ្នកណាក៏មានដែរបើសិនតែយើងអត់ផុសអត់អីអត់មានណាដឹងថាយើងលក់មានណាដឹងថាយើងធ្វើរឿងហ្នឹងទេអញ្ចឹងហើយយើងព្យាយាមផុសព្យាយាមបង្កើតផ្សព្វផ្សាយឲ្យគេបានដឹងអញ្ចឹងណាបងប្អូនចំណុចទី6យើងត្រូវកែលម្អនៅចំណុចខ្វះខាតរបស់យើងអញ្ចឹងយើងរ៉ូស៊ីបដាយើងរៀនពីចំណុចខ្វះខាតតែយើងខ្វះខាតឲ្យគេយើងព្យាយាមកែលម្អឲ្យបានល្អជារៀងរាល់ថ្ងៃអញ្ចឹងបងប្អូនដល់ពេលដែលយើងកែលម្អបានល្អហើយអាការងាររ៉ូស៊ីផងយើងហ្នឹងក៏រលូនទៅតាមនឹងដែរអញ្ចឹងបងប្អូនអរគុណច្រើនបើសិនជាបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងអរគុណបងប្អូន